កណនីឆ្នាំម្សាញ់ឥឡូវនេះសង្ក្រាន្តចូលមកនៅថ្ងៃច័ន្ទ200ខែចែកត្រូវនៅថ្ងៃទី14ខែមេសាវេលាម៉ោង 4:48 នាទីនោះព្រះអាទិត្យចរចេញពីមីនរាសីទៅស្ថិតនៅឯមេសរាសីដើរតាមគោលវិថីទៅផ្លូវកណ្ដាលទើបមានទេពធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាមកោរកៈទេវីជាបុត្រីទី2នៃកបិលមហាព្រហ្មគង់នៅចតុមហារាជការទ្រង់អំពរពណ៌លឿងស្រងាលំអនៅព្រះការដោយសៀបការអង្គាបុស្សអភរណៈទ្រង់ពាក់កែវមុក្តាភក្សាហាទ្រង់សោយពេលំប្រេងសណ្ដែកល្ងអាវុធព្រះហស្តស្ដាំទ្រង់ព្រះខ័នព្រះហស្តឆ្វេងទ្រង់យុទ្ធៈឈើច្រត់គង់ទុំបើកព្រះនេត្រលើខ្នងខ្ជាក់ស្ដេចខ្លាជាពាហនៈនាំអស់ទេពនិករទាំង100,000កោដឆ្ពោះទៅកាន់គុហាកែវគុណភៈនាលីនាភ្នំកៃឡាស់ខេត្តហេមពាន្តដែលប្រតិស្ថានព្រះសិរសាកបិលមហាព្រហ្មដែលតម្កល់លើពានមាសនាំមកដង្ហែប្រតិសិនភ្នំព្រះសុមេរុរាជជុំចក្រវាលតាមផ្លូវព្រះអាទិត្យចរជាគម្រប់60នាទីហើយដង្ហែចូលទៅតម្កល់ទុកដូចដើមវិញទើបប្រជុំទេវបុត្រទេពធីតាទាំង100,000កោដចូលទៅស្រង់ទឹកអនុត្តមហាស្រះដែលមានទឹកហូរចេញពីបំពង់ថ្មកែវជាមាត់គោឧសភរាជទាំង7ត្រជាក់ប្រជុំផ្សេងផ្សានព្រះហឫទ័យទើបនាំគ្នាទៅសមាទានរក្សាសិលដោយព្រះតីសមណោះរីករាយគ្រប់អង្គក្នុងភវតិសភាដែលវិស្កម្មទេវបុត្រនិមិត្តថ្វាយហើយបន្ទោបងនៅអពមង្គលឲ្យជ្រះស្រឡះចម្រើននៅសុភមង្គលសិរីសួស្តីជ័យមង្គលជនមានអាយុយឺនយូរដល់ទេវតានិងមនុស្សសត្វផងទាំងឡាយតាំងពីឆ្នាំថ្មីចូលមកនេះបានទូលំទូលាយសុខក្សេមក្សាន្តតរៀងទៅ